បាងកកមន្ត្រីបាននិយាយថាទាហានខ្មែរម្នាក់បានស្លាប់នៅពេលដែលទាហានថៃនិងកម្ពុជាបានបាញ់ប្រហារគ្នាមួយរយៈខ្លីនៅតំបន់ព្រំដែនចំនួនរបស់ពួកគេកាលពីថ្ងៃពុធអ្នកនាំពាក្យកងទ័ពកម្ពុជាលោកម៉ៅផល្លាមានប្រសាសន៍ថាកងទ័ពកម្ពុជាកំពុងធ្វើការល្បាតជាប្រចាំតាមបណ្ដោយព្រំដែនពេលភាគីថៃបើកការបាញ់ប្រហារសេចក្តីថ្លែងការណ៍របស់កងទ័ពថៃបាននិយាយថាទាហានកម្ពុជាបានចូលទៅក្នុងតំបន់ចំនួនហើយទាហានថៃបានចូលទៅដល់តំបន់នោះដើម្បីចរចាប៉ុន្តែដោយសារការយល់ខុសភាគីកម្ពុជាបានបើកការបាញ់ប្រហារហើយទាហានថៃក៏បានសងសឹកវិញការបាក់ទង្គិចគ្នានេះមានរយៈប្រហែល10នាទីរហូតដល់មេបញ្ជាការក្នុងតំបន់បាននិយាយគ្នាទៅវិញទៅមកហើយបានបញ្ជាឲ្យឈប់បាញ់កងទ័ពថៃបាននិយាយថាអ្នកទាំងពីរកំពុងចរចាកងទ័ពថៃបាននិយាយថាការពិភាក្សារវាងមេទ័ពនៃប្រទេសទាំងពីរនឹងធ្វើឡើងនៅថ្ងៃប្រហ័សកម្ពុជាបាននិយាយថាទាហានរបស់ខ្លួនម្នាក់ត្រូវបានសម្លាប់ក្នុងពេលប្រយុទ្ធហើយសាកសពត្រូវបានគេដឹកចេញពីព្រំដែនដើម្បីធ្វើបន់ទាហានថៃបាននិយាយថាខ្លួនមិនមានអ្នករងរបួសរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកភូមិធម្មវិឆ័យឆៃបាននិយាយថាស្ថានភាពត្រូវបានដោះស្រាយហើយថាភាគីទាំងពីរមិនមានចេតនាបើកការបាញ់ប្រហារគ្នាទៅវិញទៅមកប្រទេសជិតខាងថៃនិងកម្ពុជាមានប្រវត្តិចំនួនដីធ្លីជាយូរមកហើយចំណុចលេចធ្លោជាងគេគឺតំបន់ទំនាបប្រាសាទព្រះវិហារដែលជាតំបន់ជុំវិញប្រាសាទដែលមានអាយុកាលជាង 1000 ឆ្នាំដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ក្នុងឆ្នាំ 2008 តុលាការយុត្តិធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិបានផ្ដល់អធិបតេយ្យភាពលើតំបន់នេះដល់ប្រទេសកម្ពុជាក្នុងឆ្នាំ 2013